រដ្ឋមន្ត្រីវៀតណាមគាំទ្រអាយុដាមអភិសន្តិបណ្ឌិតសសុខាផ្ដួចផ្ដើមបង្កើតក្រុមប្រចាំការផ្លាស់ប្ដូរព័ត៌មាននិងសម្របសម្រួលនីតិវិធីពាក់ព័ន្ធការបង្ក្រាបបទល្មើសរួមទាំង online scam គំនិតផ្ដួចផ្ដើមរបស់អាយុដាមអភិសន្តិបណ្ឌិតសសុខាឧបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃស្ដីពីការបង្កើតយន្តការឲ្យមានមន្ត្រីកម្ពុជាឡើងនិងវៀតណាមប្រចាំការផ្លាស់ប្ដូរព័ត៌មាននិងសម្របសម្រួលនីតិវិធីផ្សេងៗពាក់ព័ន្ធការបង្ក្រាបបទល្មើសរួមទាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានិងការសម្របសម្រួលនីតិវិធីអន្តោប្រវេសន៍ត្រូវបានអាយុដាមម្ដងស្នេហ៍ឯកលឿងតាមខ្វាងរដ្ឋមន្ត្រីក្រសួងនគរបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាមផ្ដល់ការគាំទ្រប្រកបដោយទំនុកចិត្តខ្ពស់គំនិតផ្ដួចផ្ដើមនឹងការបញ្ជាក់គាំទ្រនេះបានធ្វើឡើងក្នុងឱកាសដែលអាយុដាមម្ដងស្នេហ៍ឯកលឿងតាមខ្វាងដឹកនាំគណៈប្រតិភូជួបពិភាក្សាការងារជាមួយអាយុដាមអភិសន្តិបណ្ឌិតសសុខានៅទីស្តីការក្រសួងមហាផ្ទៃនារសៀលថ្ងៃទី29ខែមិថុនាឆ្នាំ2026ក្នុងឱកាសបំពេញទស្សនកិច្ចដើម្បីចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីលើកទី2កម្ពុជាឡាវវៀតណាមដែលក្រសួងមហាផ្ទៃនៃព្រះរាជាណាចក្រកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះនៅថ្ងៃទី30ខែមិថុនានេះបើតាមអាយុដាមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រីយន្តការមន្ត្រីប្រចាំការត្រីភាគីនេះមានគោលបំណងពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការផ្លាស់ប្ដូរព័ត៌មានដល់គ្នាទៅវិញទៅមកឲ្យបានលឿនរហ័សនិងប្រកបដោយប្រសិទ្ធភាពឆ្លើយតបបានទាន់ពេលវេលាទៅនឹងសភាពការនៃការប្រឈមបទល្មើសជាអាតការផ្លាស់ប្ដូរទិន្នន័យជនបរទេសធ្លាប់ប្រព្រឹត្តឬពាក់ព័ន្ធនឹងបទល្មើសដែលត្រូវបានដាក់ក្នុងបញ្ជីខ្មៅហាមចូលប្រទេសនីមួយៗនិងការសម្របសម្រួលនីតិវិធីអន្តោប្រវេសន៍ដើម្បីបញ្ជូនពលរដ្ឋឲ្យគ្នាទៅវិញទៅមកក្រោយការរកឃើញពាក់ព័ន្ធនឹងការប្រព្រឹត្តបទល្មើសផ្សេងៗជាដើមស្របគ្នានឹងការផ្លាស់ប្ដូរយោបល់ក្នុងជំនួបជាមួយអាយុដាមរដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈឡើងដែរអាយុដាមអភិសន្តិបណ្ឌិតសសុខានិងអាយុដាមរដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាមបានឯកភាពគ្នាបង្កលក្ខណៈឲ្យថ្នាក់ដឹកនាំនិងមន្ត្រីជាន់ខ្ពស់ឆ្លៀតពិភាក្សានិងផ្លាស់ប្ដូរយោបល់គ្នាបន្ថែមទៀតក្នុងឱកាសក្រោយកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីលើកទី2នេះដោយមានជំនឿយ៉ាងមុតមាំថាយន្តការនេះនឹងលេចចេញជារូបរាងហើយចាប់ផ្ដើមធ្វើការជាមួយគ្នាក្នុងស្មារតីសហប្រតិបត្តិការប្រកបដោយមិត្តភាពសម្ដៅរួមចំណែកលើកកម្ពស់ប្រសិទ្ធភាពការងារបង្ការទប់ស្កាត់និងបង្ក្រាបបទល្មើសក្រៅពីនេះប្រមុខក្រសួងមហាផ្ទៃកម្ពុជានិងក្រសួងនគរបាលវៀតណាមក៏បានពិភាក្សានិងផ្លាស់ប្ដូរយោបល់គ្នាអំពីបទពិសោធន៍និងលទ្ធផលនៃការអនុវត្តយន្តការសហប្រតិបត្តិការប្រចាំឆ្នាំដោយបានបង្ហាញការបដិញ្ញាចិត្តខ្ពស់អនុវត្តឲ្យបានសម្រេចជោគជ័យតាមស្មារតីនៃជំនួបពិភាក្សានិងការឯកភាពគ្នារបស់ថ្នាក់ដឹកនាំកម្ពុជានៃប្រទេសទាំងពីរ